លើយ៉ាងជាមេតបដ៏ខ្លាំងពូកែម្នាក់នៃនគរវើយក្នុងរាជព្រះអង្គម្ចាស់វិនហៅគ្រប់គ្រងប្រទេសគេជាមេតបដែលដឹកនាំកងកម្លាំងឆ្លងកាត់នគរជៅទៅវិញយកនគរចុងសានហើយបានពង្រាយកងទ័ពឡោមព័ទ្ធនគរចុងសានយ៉ាងណែនណាន់តាន់តាប់អ្នកដឹកនាំនគរចុងសានអស់តម្រេះមិនអាចទទួលបានគេក៏រកមធ្យោបាយចាប់កូនប្រុសរបស់លើយ៉ាងយកមកចងព្យួរនឹងខ្លោងទ្វារមាត់ច្រកចូលនគរខ្លួនព្រមទាំងប្រកាសថាលុះត្រាតែលើយ៉ាងព្រមដកទ័ពចេញទៅគេព្រមដោះលែងកូនរបស់ខ្លួនមកវិញសម្លេងរបស់កូនប្រុសលើយ៉ាងស្រែកដង្ហើយយ៉ាងក្រលួចគួរឲ្យអាសូរពួកមេតបដតីព្រមទាំងពលទាហាននាំគ្នាសម្លឹងមើលទឹកមុខរបស់លើយ៉ាងតែគេពុំឃើញមានខកប្រក្រតីអ្វីឡើយគេនៅតែបញ្ជាឲ្យកងទ័ពឲ្យវាសម្រុកគ្មានសំចៃជាបន្តទៅទៀតស្ដេចនគរចុងសានត្រង់ទេក្រោតជាខ្លាំងព្រះអង្គបានបញ្ជាឲ្យគេយកកូនរបស់លើយ៉ាងទៅប្រហារជីវិតព្រមទាំងផ្លះសាច់ចិញ្ច្រាំឲ្យល្អិតស្ងោរឲ្យឆ្អិនហើយយកទៅប្រគល់ឲ្យលើយ៉ាងនៅឯសមរភូមិដើម្បីបំបាក់ទឹកចិត្តលើយ៉ាងដែលបានវាយប្រហារមកលើនគររបស់ខ្លួនប៉ុន្តែលើយ៉ាងមិនបានសោកស្ដាយឬខូចចិត្តអ្វីទាំងអស់គេបែរជាហ៊ានបរិសោគសាច់កូនរបស់ខ្លួនឯងអស់មួយចានទៀតផងប្រជារាស្ត្រនៃនគរចុងសានបានមើលឃើញពីចេតនាដ៏មុតស្រួយរបស់លើយ៉ាងដូច្នោះគេនាំគ្នាផិតភ័យជ្រួចច្របល់ហើយកងទ័ពកាន់តែភ័យស្លន់ស្លោខ្លាំងឡើង